នេះគឺជាមេរៀនចុងក្រោយនៅក្នុងជំពូកទី2របស់យើងអញ្ចឹងមកដល់ចំណុចនេះខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាចូលទៅ check មើលការងាររបស់ខ្លួនឯងថាតើរាល់ការសន្ទនារបស់យើងជាមួយនឹង AI ពីមុនហ្នឹងវានៅរាយប៉ាយឬក៏មានសន្តាប់ធ្នាប់ហើយឬនៅអញ្ចឹងបើសិនបើនៅទេយើងនឹងមកធ្វើវាទាំងអស់គ្នាហើយជំហានដំបូងនេះគឺយើងនឹងបង្កើតនៅ project មួយដើម្បីទៅ scope ទៅលើការងារ AI Office របស់យើងហើយផងដែរតើតើនឹងការប្រើប្រាស់ AI មិនមែនតម្រូវឲ្យបងប្អូនធ្វើតែ project នឹងទេមើលតាការងារណាដែលបងប្អូនត្រូវបង្កើតនៅ project ថ្មីយើងធ្វើ project ថ្មីដើម្បីងាយស្រួលទៅលើការគ្រប់គ្រងនៅ project នឹងឧទាហរណ៍ដូចជា project ទៅនឹង planning strategy sales marketing ផ្សេងៗយើងអាចបង្កើតទៅតាមនឹងរាល់ការបង្កើត project បើសិនបើនៅក្នុង project មួយហ្នឹងវាអាចក្តោបទៅលើការងារឧទាហរណ៍ AI Office Automation វាក្តោបទៅលើការងាររដ្ឋបាលរបស់យើងដូចជាការបង្កើតឯកសារបង្កើត spreadsheet និង slide យើងដាក់វានៅក្នុង project តែមួយក៏តែបើសិនបើថាការងារណាដែលក្រៅពីហ្នឹងយើងបង្កើតនៅ project ផ្សេងដើម្បីអីដើម្បីកុំឲ្យវាលាយឡំគ្នាដែលវាងាយនឹងធ្វើឲ្យការងាររបស់យើងញញៃហើយបង្កជា hallucination ហ្នឹងឯងអញ្ចឹងដើម្បីបង្កើតនៅ project បានបងប្អូនទាំងអស់គ្នាគ្រាន់តែរើសនៅ AI tool មួយណាដែលយើងចង់ប្រើហើយបន្ទាប់មកគឺយើងត្រូវត្រៀមនៅឯកសារឬក៏ template ផ្សេងៗទាក់ទងនឹងការងាររបស់យើងដែលយើងធ្វើជាប្រចាំឧទាហរណ៍ដូចជា quotation ឬក៏brand guideline អីគឺយើងត្រៀមទុកនៅក្នុង folder មួយហើយយើងត្រូវដាក់ឈ្មោះឲ្យច្បាស់ហើយបន្ទាប់មកទៀតគឺយើងចូលទៅកាន់ជំហានទី1របស់យើងគឺយើងនឹងទៅបង្កើត project អញ្ចឹង project ដំបូងនេះគឺយើងដាក់ឈ្មោះថា AI Office Automation ហើយដើម្បីបង្កើតបានគឺយើងចូលទៅបើកនៅ AI tool របស់យើងមកជំហានដំបូងខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបបង្កើត project នៅលើ ChatGPT អញ្ចឹងដើម្បីបង្កើតបានយើងគ្រាន់តែ click slider នៅទីនេះដើម្បី open បន្ទាប់មកទៀតយើងចូលមកកាន់ project ហើយ click សញ្ញាបូកនៅទីនេះយើងដាក់ឈ្មោះថា AI Office Automation បន្ទាប់មកបងប្អូននឹងឃើញមានជម្រើស2ឲ្យយើងរើសដោយយើងចុចលើសញ្ញាព្រួយនេះទី1 default memory default memory នេះគឺវានឹងទៅចាប់យកអង្គចងចាំដែលយើងបាន set up ពីមេរៀនមុនហើយនៅទីនេះគឺ project memory only អញ្ចឹងយើងយក option ទី2នេះហេតុអីដោយសារតែនៅក្នុង project នេះគឺយើងនឹង set ទៅលើពាក្យបញ្ជាដើម្បីឲ្យវាធ្វើការជាក់លាក់តែតកតងទៅនឹងការងាររដ្ឋបាលរបស់យើងតែប៉ុណ្ណោះតមកទៀតយើង click យកពាក្យ create ជំហានទី2គឺយើងនឹងទៅ set នៅ system instruction អញ្ចឹងដើម្បីចូលទៅ set នៅ system instruction បានបងប្អូនទាំងអស់គ្នាគ្រាន់តែ click កន្លែងនេះនឹងឃើញពាក្យថា project setting ហើយនៅកន្លែង project setting នេះផងដែរខ្ញុំក៏បានរៀបចំជា file ដើម្បីឲ្យបងប្អូនទាំងអស់គ្នាអាចចូលទៅប្រើបានផងដែរដែលខ្ញុំនឹងទម្លាក់នៅខាងក្រោមវីដេអូនេះនៅក្នុង file នេះបងប្អូនទាំងអស់គ្នាអាចអានបន្ថែមបានដែលខ្ញុំសរសេររៀបរាប់ពី project ថា project ជាអីរបៀបបង្កើតបែបម៉េចជាមួយនឹង project description ដែលខ្ញុំសរសេរឲ្យត្រូវជាមួយនឹងការងាររបស់យើងតែម្ដងហើយនេះគឺជា project instruction នៅខាងក្រោមអញ្ចឹង project instruction នេះយើងអាចសរសេរជាខ្មែរក៏បានអង់គ្លេសក៏បានទៅតាមការចង់បានរបស់បងប្អូនទាំងអស់គ្នាដែលយើងមានទី1តួនាទីទី2ស្ថានភាពឬក៏ context របស់យើងនឹងឯងទី3របៀបឲ្យវា output format តាមបែបម៉េចឧទាហរណ៍ឲ្យឆ្លើយជាខ្មែរអង់គ្លេសបែបសង្ខេបឬក៏បែបម៉េចអីយើងអាចសរសេរថែមឬបងប្អូនអាច custom នៅទីនេះណាហើយទីនេះយើងអាចដាក់ role ឬក៏ច្បាប់ដាច់ខាតណាមួយដើម្បីកុំឲ្យវាចេះតែ generate ទៅតាមការនឹកឃើញរបស់វាអញ្ចឹងយើងកំណត់នៅទីនេះដូចជាហាមមិនឲ្យប្រើប្រាស់តួលេខនិងឈ្មោះកាលបច្ចឆេទអីអញ្ចឹងคล้ายៗអញ្ចឹងណាដោយសារអីដោយសារតែ AI ដែលយើងប្រើនេះវាជាប្រភេទ generative AI គឺជាប្រភេទ AI ដែលអាចបង្កើតនៅ content ថ្មីមិនថាជាអក្សររូបភាពសំឡេងអីគឺវាអាច generate ទាំងបានទាំងអស់ដែលវា learn ពី pattern ណាអញ្ចឹងយើងអាចដាក់ច្បាប់នៅទីនេះដោយសារតែកន្លែងនេះគឺយើងដាក់ច្បាប់នៅកន្លែង system របស់យើងឬក៏កន្លែង project របស់យើងនឹងឯងហើយចំណុចសំខាន់មួយទៀតគឺដោយសារតែ AI tool នីមួយៗគឺវាប្រើ project instruction នឹងក្នុងក្បួនខ្នាតផ្សេងពីគ្នាអញ្ចឹងបើសិនបើបងប្អូនទាំងអស់គ្នាចង់ប្រើនៅលើ Claude បងប្អូនត្រូវបដូរ instruction នេះទៅជា HTML text ដែលយើងបដូរពីទ្រង់ជ្រូកនេះទៅជាបែបនេះហើយដែលយើងសរសេរហើយស្រាប់នេះវាជាបែបថា markdown ដែល markdown គឺត្រូវអូខេយើងអាច copy យកទៅ paste នៅលើ ChatGPT និង Google Gemini អញ្ចឹងយើង copy មក
តមកទៀតយើងយកមកបោះកន្លែងនេះអញ្ចឹងបន្ទាប់ពីបោះហើយបងប្អូនទាំងអស់គ្នាអាចធ្វើការកែសម្រួលទៅតាមហ្នឹងណាដូចជាដាក់ឈ្មោះក្រុមហ៊ុនរបស់យើងប្រភេទអាជីវកម្មទូនទីការងារដែលបងប្អូនទាំងអស់គ្នាធ្វើអញ្ចឹងបន្ទាប់ពី set ហើយពេលនោះ project មួយនេះនឹងស្គាល់ពីក្រុមហ៊ុនឬក៏ file format អីផ្សេងៗនៅក្នុងស្ថាប័នរបស់បងប្អូនវាអត់ដូចឆាតដែលយើងតែងតែឆាតសួរនាំទូទៅទេហើយ memory នេះបើសិនបើវាអោយរើសយើងយក project only នេះមកបន្ទាប់មកទៀតយើងចុច save យកតែម្ដងបន្ទាប់មកនៅក្នុង project របស់យើងនឹងឃើញផ្ទាំងឆាតដែលយើងអាចឆាតសួរនាំបានទៅនឹងការងារការិយាល័យនេះហើយបន្ថែមពីនេះនៅក្នុងឆាតចំណុចសំខាន់មួយដែលបងប្អូនទាំងអស់គ្នាមិនអាចរំលងបានគឺកន្លែងសោះកន្លែងសោះនេះគឺយើងទៅដាក់នៅ knowledge base ឬក៏ចំណេះដឹងទៅឲ្យ project របស់យើងដែលជាចំណេះដឹងតាក់ទងនឹងអាជីវកម្មឬក៏ការងាររបស់យើងហើយតាក់ទងនឹងការទាញយកប្រភពនៃចំណេះដឹងនឹងយើងអាចមានច្រើនប្រភពដែលយើងអាចតទៅ connector ដែលយើងអាចភ្ជាប់ជាមួយនឹង Google Drive របស់យើងក៏បាន Slack ក៏បានឬក៏បងប្អូនទាំងអស់គ្នាអាចទម្លាក់ឬក៏ upload នៅ file របស់យើងចូលក៏បានដែរអញ្ចឹងខ្ញុំនឹង upload នៅ file របស់យើងចូល file ដែលយើងនឹង upload នេះគឺយើងនឹង upload ទៅលើbrand guideline quotation template និង invoice template អញ្ចឹងរាល់ការងារការិយាល័យទាំងឡាយណាដែលបងប្អូនទាំងអស់គ្នាធ្វើបងប្អូនអាចរៀបចំដាក់ជាឈ្មោះឲ្យបានត្រឹមត្រូវណាដើម្បីងាយស្រួលហៅយកទៅប្រើនៅពេលក្រោយមិនថាបងប្អូនទាំងអស់គ្នាដាក់នៅលើ Drive ឬក៏ចង់ upload file បែបនេះទេអញ្ចឹងបើយើងចង់ upload file យើងទាញហើយយកមកទម្លាក់មកអបសិនបើបងប្អូនទាំងអស់គ្នាចង់បានសោះនឹងពី Google Drive យើង click កន្លែងសោះបាទយើងចាំ upload ពេញបន្តិចសិនមកអញ្ចឹងបើសិនបើយើងចង់បាន additional សោះយើង click កន្លែងបូកនេះមកយើងតភ្ជាប់ជាមួយនឹង Drive របស់យើងមកអញ្ចឹងបន្ទាប់ពីយើងបាន set up នៅ project រួចហើយបញ្ជាក់ម្ដងទៀតរាល់ការងារដែលយើងធ្វើទៅក្នុងការងារការិយាល័យគឺយើងចូលមកកាន់ project AI Office Automation នេះមកតបមកទៀតបងប្អូន click កន្លែងនេះខ្មៅដៃនេះតំណាងឲ្យថាយើងឆាតនៅក្នុងproject មួយហ្នឹងវានឹងស្គាល់ការងារឬក៏អ្វីសពគ្រប់បែបយ៉ាងទៅទៅនឹងការងារការិយាល័យរបស់យើងនៅទីនេះបាទបន្ទាប់មកយើងចូលទៅ Claude ក៏ស្តៀងគ្នាដែរកន្លែងនេះឆាតទូទៅបន្ទាប់មកទៀតបងប្អូននឹងឃើញពាក្យថា project អញ្ចឹងយើង click កន្លែងនេះហើយយើងអាចបង្កើតនៅ project ថ្មីការបង្កើតគឺស្តៀងគ្នានឹង ChatGPT ទេខ្ញុំអត់បាន detail នៅកន្លែង Claude នេះទេហើយបន្ទាប់មកទៀតគឺ Gemini វារៀងខុសគេបន្តិចអញ្ចឹងដើម្បីចូលទៅបង្កើត project នៅលើ Gemini បានយើង click កន្លែង setting បន្ទាប់មកទៀតចូលមកកាន់ James ដែលពាក្យពេញរបស់វា Gemstone ហើយមានត្បូងជាសម្គាល់អញ្ចឹងបងប្អូនទាំងអស់គ្នា click កន្លែង Gem នេះមកបន្ទាប់មកទៀតយើងនឹងឃើញ New Gem អញ្ចឹងយើង click កន្លែង New Gem នេះដើម្បីបង្កើតនៅ project ហើយយើងដាក់ឈ្មោះមក AI Office Automation កន្លែង project description នេះយើងអាចទៅ copy យកពី file របស់យើងបានអញ្ចឹងខ្ញុំ copy កន្លែងនេះហើយ copy កន្លែងនេះឲ្យហើយស្រាប់មកយើងយកមកបោះនៅទីកន្លែងនេះអូខេបន្ទាប់មកយើងចាប់ផ្ដើមប្រាប់ពីឈ្មោះស្ថាប័នរបស់យើងមកយើងពេញចន្លោះកន្លែងនេះបន្តិចហើយបងប្អូនទាំងអស់គ្នាអាចប្រើប្រាស់នៅ Gemini ដើម្បីឲ្យវាជួយ rewrite ឬក៏ improve ទៅលើ instruction របស់យើងបានដូចគ្នាដោយយើង click កន្លែងខ្មៅដៃនេះមកវានឹងចាប់ផ្ដើមទៅជួយ improve ឬក៏ check មើល instruction របស់យើងបើសិនបើមានចំណុចខ្វះខាតកន្លែងណាវា add on បន្ថែមជំហានបន្ទាប់គឺយើងចូលទៅដាក់នៅ knowledge base ទៅឲ្យ project របស់យើងដោយយើង click កន្លែងនេះចូលទៅកាន់ add file អញ្ចឹងយើងអាចចាប់យកពី Drive ក៏បានយើងអាច upload file ក៏បានអញ្ចឹងខ្ញុំរើសយកកន្លែង upload ហើយបន្ទាប់មកទៀតគឺខ្ញុំនឹងទៅ upload នៅ file ដែលខ្ញុំបានត្រៀមទុកបាទអញ្ចឹងរាល់ file ណាបងប្អូនទាំងអស់គ្នាយើងបញ្ជាក់ម្ដងទៀតគឺយើងត្រូវដាក់ឈ្មោះឲ្យបានច្បាស់ដើម្បីងាយស្រួលនៅក្នុងការទាញយកមកប្រើដូចជា brand guideline template ឧទាហរណ៍ template A quotation template B invoice អញ្ចឹងជាដើមអញ្ចឹងយើងធ្វើការ upload មកជំហានបន្ទាប់គឺយើងចុច save យកតែម្ដងហើយនឹងឃើញពាក្យថា start new chat អូខេនេះកន្លែងដែលយើងប្រើប្រាស់ដើម្បីឆាតទៅនឹងការងារ AI Office Automation ហើយមួយទៀតក្នុងករណីថាបងប្អូនចូលច្រឡំចូលមកនេះដើម្បីទៅរកវិញយើងរកកន្លែងណាគឺយើងចូលកន្លែង Gem នៅនេះបាទ scroll ចុះមកក្រោមបងប្អូនទាំងអស់គ្នានឹងឃើញ project របស់យើងនៅទីកន្លែងនេះអញ្ចឹងរាល់ការងារការិយាល័យគឺយើងចូលមកកាន់ project នេះសិនយើងចូលមកបានយើងឆាតទៅតាមក្រោយហើយមុនឆាតយើងអាចរើស model ដើម្បីឆាតអីបានហើយបើតើតងការងារដូចជាចាញ់ quote ចាញ់អីយើងរើសយកអា model នេះក៏យកមកប្រើក៏ទៅបានដែរបាទឥឡូវឧទាហរណ៍ថានេះគឺជា quotation របស់ខ្ញុំដែលខ្ញុំចាញ់ឲ្យភ្ញៀវមួយឥឡូវឧទាហរណ៍ថា quotation របស់យើងមានគំរូបែបនេះយើងចាញ់ quote
ខ្ញុំ print ទៅជា HTML ណាផងដែរបងប្អូនទាំងអស់គ្នាក៏អាចធ្វើបានដូចគ្នាផងដែរដោយសារ output នៅលើ chart ផ្សេងៗនៅលើ AI tool ផ្សេងៗយើងអាចបញ្ជាឲ្យវា output ទៅតាមការចង់បានរបស់យើងបានច្រើនមិនថាជាWord Excel PowerPoint ឬក៏ HTML ឬក៏ motion graphic ដូចដែលខ្ញុំធ្វើអញ្ចឹងក៏តបានដែរអានេះគេហៅថា live motion graphic នេះដែលឃើញដែលបងប្អូនទាំងអស់គ្នាឃើញ animation load ពីក្រោយណាបើបងប្អូនទាំងអស់គ្នាចង់បង្កើតយើងគ្រាន់តែប្រាប់វាឲ្យ output ចេញជា HTML motion graphic មកវានឹងដាក់ជា animation ឲ្យយើងដែលជាទូទៅចំពោះអ្នកខាង 3D media design គេប្រើកម្មវិធី Adobe After Effects ដើម្បីធ្វើតែបើយើងអត់ជំនាញនៅក្នុងកម្មវិធីនឹងទេយើងអាចប្រើនេះដើម្បីជំនួយការនៅក្នុងការធ្វើ content របស់យើងបានឬក៏នៅក្នុងការធ្វើ slide អីរបស់យើងបានដើម្បីឲ្យ slide របស់យើងកាន់តែទាក់ទាញនៅពេលធ្វើបទបង្ហាញអូខេឥឡូវបកមកមេរៀនរបស់យើងវិញនេះនៅក្នុង quote បែបនេះឥឡូវឧទាហរណ៍ថានៅក្នុង quote បែបនេះខ្ញុំចង់ឲ្យ AI សរសេរ quote ចាញ់ទៅកាន់អតិថិជនថ្មីមួយទៀតឲ្យខ្ញុំគ្រាន់តែចូលមកកាន់ chart ដែលយើងបានបង្កើតនេះយើងដាក់មក quotation បន្ទាប់មកកន្លែងនេះ client របស់យើងអតិថិជនរបស់យើង client name ឧទាហរណ៍ថា Win Sawun contact បានអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់បាន quotation ថ្មីសម្រាប់អតិថិជនថ្មីមួយទៀតឧទាហរណ៍ឈ្មោះបែបនេះហើយលេខទូរស័ព្ទរបស់គាត់ហើយមួយទៀតយើងអាចបន្ថែមក្រុមហ៊ុន from ឧទាហរណ៍គាត់មកពីណាឧទាហរណ៍ from NA យើងអត់ដឹងអញ្ចឹងយើងដាក់ NA សិនទៅហើយបន្ទាប់មក product របស់យើងគឺតកតងនឹង AI customer service description អីដដែលហើយបន្ទាប់មកយើងចង់ឲ្យវា output format ជា HTML ដូចជាមួយនឹងquotation ដែលយើងចាញ់ឲ្យអតិថិជនចាស់ដែរហើយកន្លែង model នេះយើងរើសយកអានេះមកដោយសារតែតកតងនឹង project ហ្នឹងវាអត់ត្រូវការគិតការវិភាគអីស្មុគស្មាញទេអញ្ចឹងយើង click submit ចូលតែម្ដងអញ្ចឹងដោយសារតែយើង output ចង់ឲ្យ output ជា HTML ណាវានឹងចាញ់កូដបែបនេះហើយបើចាញ់កូដបែបនេះយើង click download ចូលតែម្ដងមក download មកហើយយើងនឹងទទួលបាន clean quote បែបនេះកន្លែងនេះបងប្អូនអាច check មើលបានទៅលើ key description ឲ្យនិយាយរួមគឺមកស្អាតដូច project ដើមហើយនៅទីនេះចុះបើសិនបើយើងចង់ create នៅ quotation ថ្មីឬក៏ឲ្យផ្សេងថ្មីវាក៏អាចជួយយើងបានដែរដោយវាស្គាល់ពី context របស់យើងហើយយើងអត់ចាំបាច់ទៅបញ្ចូលនៅ context ច្រើនដូចរូបមន្តដែលយើងបានរៀនពីមេរៀនមុនណាក៏វាស្គាល់ពី context របស់យើងដែរដោយសារតែ context នេះយើងបោះនៅកន្លែង project instruction រួចមកហើយនិង project knowledge អញ្ចឹងឧទាហរណ៍ថាយើងចង់បង្កើតឯកសារថ្មីអីយើងសរសេរយកតម្រងមកយើងចង់បានឯកសារទៅនឹងអីសរសេរធ្វើ proposal ធ្វើលិខិតសុំច្បាប់ឬក៏អីគេផ្សេងអីយើងអាចនៅនេះបានឥឡូវឧទាហរណ៍ថាយើងចង់បានមួយទៀតតែទៅនឹងការចាញ់វិក័យប័ត្រអញ្ចឹងយើងដាក់ invoice to អញ្ចឹងឧទាហរណ៍ថាយើងចង់បានទៅនឹង invoice តែម្ដងយើងគ្រាន់តែសរសេរកាត់ខ្លីៗមកឧទាហរណ៍ invoice របស់យើងនេះ product in description ទី1ឧទាហរណ៍ថាខ្ញុំធ្វើ content ឲ្យកម្ពុជា 4.0 អញ្ចឹង product ទី1 how to use ChatGPT ហើយ product ទី2 how to use Claude អញ្ចឹងជាដើមឧទាហរណ៍ product ទី1 quantity 1តម្លៃ$20ហើយទី2 quantity 1ទៀតតម្លៃ$25អញ្ចឹងយើង submit ហើយយើងនឹងទទួលបាន output បែបណាអូខេអញ្ចឹងវាច្រឡំ format HTML ដដែលអញ្ចឹងយើងអាចប្រាប់វាបានកន្លែងនេះបែបនេះបាទអញ្ចឹងវា print ជា PDF file ឲ្យយើងអាចបើកមើលបានអូខេអញ្ចឹងវានឹងទាញយក color branding ក៏ដូចជា invoice template របស់យើងយកមករចនាជា invoice ឲ្យយើងមកស្អាតតែម្ដងហើយបងប្អូនទាំងអស់គ្នាអាចចំណាយពេលដើម្បីមើលបន្ថែមទៅនេះយើងមើលបាទនៅកន្លែងនេះអីកន្លែងណាដែលថាវាអត់ច្បាស់វាអត់បំពេញអូតូទេវាត្រូវការព័ត៌មានពីយើងបន្ថែមបានវាចូលទៅបំពេញឲ្យយើងបន្ថែមហើយមួយទៀតបើសិនបើបងប្អូនទាំងអស់គ្នាចង់អូតូ save document ទាំងអស់នេះចូលទៅក្នុង drive របស់យើងក៏អាចធ្វើបានដែរដោយយើងបើក connector នៅលើ Gemini របស់យើង click កន្លែងនេះមក setting personal intelligence បន្ទាប់មកទៀតនឹងឃើញពាក្យថា connect app អញ្ចឹងយើង click នៅទីនេះមកយើងអាចបើកនេះកន្លែងនេះដើម្បីឲ្យវា auto link ទៅកាន់Google Workspace របស់យើងដែលមានដូចជា Gmail Google Docs
Google Keep Google Task Google Track អបសិនបើបងប្អូនទាំងអស់គ្នាចង់ដឹងថាដើម្បីឲ្យវាលេងទៅវាអាចយើងអាចធ្វើឲ្យបានខ្លះនៅលើហ្នឹងយើងអាច click កន្លែង learn more នេះអបសិនបើបងប្អូនទាំងអស់គ្នាពិបាកនៅក្នុងការអានអង់គ្លេសយើងអាចធ្វើអញ្ចឹងបានយើងអាចធ្វើការ highlight តែប្រព័ន្ធនេះក៏បានដែរ highlight ប៉ុណ្នេះ mouse ស្ដាំយកពាក្យថា translate selected to ខ្មែរអបសិនបើកន្លែងនេះវាអត់ទាន់មានខ្មែរទេបងប្អូនអាច check នៅកន្លែង3នេះយកពាក្យ choose another language បន្ទាប់មកនឹងឃើញភាសាជាច្រើនដែលយើងអាចរើសបានអញ្ចឹងបើសិនបើយើងចង់ឲ្យវាទៅខ្មែរយើងដាក់ខ្មែរបែបនេះ done បន្ទាប់មកយកពាក្យថា translate full page អញ្ចឹងបន្ទាប់ពីបើបែបនេះបានហើយអាកន្លែងនេះតាមពិតវានៅក្នុង advanced feature ទៅក្នុងការប្រើប្រាស់ chat ណាដែលខ្ញុំនឹងbreakdown បង្ហាញពីរបៀបប្រើប្រាស់ chat AI tool មួយៗទៅលើ advanced feature នឹងដូចគ្នាឥឡូវយើងចូលមកកាន់ទីកន្លែងនេះយើងចូលមកកាន់ដំបូងរបស់យើងមកឧទាហរណ៍ថាថ្ងៃស្អែកយើងត្រូវមានការប្រជុំមួយអញ្ចឹងយើងអាចហៅយកមកប្រើដោយចុចលើសញ្ញា add នេះឧទាហរណ៍ថាស្អែកខ្ញុំត្រូវថតវីដេអូទាក់ទងនឹងការប្រើប្រាស់ AI automation មេរៀន AI automation ចំពុកទី4អញ្ចឹងខ្ញុំដាក់ task ដាក់បែបនេះ add Google Task tomorrow record video AI office automation on 4បាទប្រព័ន្ធនេះមកយើង click ដាក់ស្នើអញ្ចឹងវានឹងភ្ជាប់ទៅកាន់Google Task របស់យើង automatic តែម្ដងអញ្ចឹងយើងទៅបើកមើលកន្លែងcalendar របស់យើង calendar.google.com នេះមកពេលនោះបងប្អូននឹងឃើញនៅទីកន្លែងនេះឧទាហរណ៍ថ្ងៃសុក្រថ្ងៃស្អែកនេះបាទវាដាក់ record ឧទាហរណ៍យើងអាចចូលមកកន្លែងនេះយើងដាក់ from 8 AM to 04 PM តោះមកយើងធ្វើបច្ចុប្បន្នភាពពេលនោះវានឹងទៅអាប់ដាតម៉ោងនៅទីនេះដូចគ្នាយើងចាំមើលកន្លែងនេះស្រាប់ក៏បានដែរនេះយើងចាប់ផ្ដើមយក task ហ្នឹងយកមកដាក់ឲ្យចំនឹងម៉ោងដែលយើងត្រូវធ្វើការអញ្ចឹងនេះកន្លែងនេះយើងអាចអាន detail បានបងប្អូនអាច click កន្លែង task នេះមកវាបើក task preview ហើយយើងអាចចូលមកអានបានបាទអូខេអញ្ចឹងនឹងតើតងនឹង connector អញ្ចឹងចាប់ពីថ្ងៃនេះតទៅរាល់ការឆាតទៅលើការងាររដ្ឋបាលរបស់បងប្អូនផ្សេងៗទៅលើការងាររដ្ឋបាលគឺយើងត្រូវចូលមកកាន់ដំបូងនេះបើយើងប្រើ Gemini យើងចូលមកកាន់កន្លែងដែលយើង set up នេះហើយបានយើងចាប់ផ្ដើមឆាតហើយប្រសិនបើបងប្អូនទាំងអស់គ្នាមាន context អីត្រូវកែប្រែនៅកន្លែងឆាតនេះយើងចូលមកកាន់ដំបូងនេះសិនមកបន្ទាប់មកយើងចូលមកកាន់សញ្ញាកែសម្រួលនេះបានយើងចូលទៅធ្វើការកែទៅលើដូចជា project instruction ការ upload file ផ្សេងៗណាយើងអាចធ្វើបែបនេះបានហើយបន្ទាប់មកយើង click កន្លែងបច្ចុប្បន្នភាពហើយផងដែររាល់ project នៅលើ AI នីមួយៗយើងក៏អាចធ្វើការshare បានដូចគ្នាដែរយើងអាច share project របស់យើងហ្នឹងទៅឲ្យអ្នកដទៃមើលឃើញដូចគ្នាហើយបញ្ជាក់នៅកន្លែង project instruction នេះក៏យើងអាច upload ព័ត៌មានណាដែលតាក់ទងនឹង sensitive data របស់យើងឬក៏របស់បុគ្គលណាម្នាក់ឬក៏ស្ថាប័នទៅក្នុងនឹងបានដូចគ្នាយើងត្រូវរក្សាទុកកន្លែងណាដែលថាជា privacy របស់យើងរបស់ស្ថាប័នរបស់យើងនៅតែរក្សាទុកដដែលបើថាតំណែងណាវាយើងប្រើជាលក្ខណៈទូទៅយើងត្រូវបោះចូលកន្លែងknowledge base នឹងឯងដើម្បីឲ្យវាស្គាល់ context ពីយើងកាន់តែច្រើនទៅវាជួយការងាររបស់យើងបានកាន់តែច្រើនដូចជាដល់ពេលដែលយើងបង្កើត project ទៅក្នុងការងារការិយាល័យយើងចង់រត់ច្បាប់តឹងរឹងដើម្បីឲ្យវាធ្វើការតែទៅក្នុងនឹងការងារការិយាល័យបង្កើតឯកសារវិភាគឯកសារកែប្រែឯកសារអញ្ចឹងជាដើមអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំសូមបញ្ចប់តែប៉ុណ្ណេះនៅចំពោះក្រោយយើងនឹងរៀនអំពីរបៀបបង្កើតឯកសារផ្សេងៗ